សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់តម្រុយឆ្នោតយួនរបស់តាของវិលបាទគឺតម្រុយថ្ងៃទី24ខែមីនាឆ្នាំ2026បាទតម្រុយយើងថ្ងៃនេះដែរបាទគឺយើងឲ្យដូចសពមួយដងបាទគឺយើងឲ្យតម្រុយលេខតូចបាទ2គ្រាប់ហើយនិងលេខធំ2គ្រាប់ដូចគ្នាបាទលេខតូច2គ្រាប់គឺយើងធ្វើការបង្វិល2កងបាទចំណែកលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការបង្វិលរហូតដល់ទៅ6កងបាទករណីដែលបង្វិលលេខធំប៉ះលេខ10បាទនោះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងបាទគឺលេខ0បាទយើងនឹងមានលេខរងមួយគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅមុននឹងធ្វើការបង្វិលកងបាទកុំឲ្យពុកម៉ែបងប្អូនយើងបាទទន្ទឹមរង់ចាំយូរបាទឥឡូវយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1តែម្ដងបាទលេខតូចគ្រាប់ទី1គឺលេខ90គត់បាទគឺ90គត់យើងធ្វើការបង្វិលបន្តបាទទៅកាន់លេខតូចគ្រាប់ចុងក្រោយបាទលេខតូចគ្រាប់ចុងក្រោយមានលេខ10គត់បាទគឺ10គត់បាទដូចនេះទាំងពីរគ្រាប់បាទគឺ90គត់បាទនិង10គត់បាទថ្ងៃនេះសុទ្ធសឹងតែជាលេខគត់តែម្ដងបាទការគត់អាចផ្ទុយវិញបានបាទ0.9បាទចំណែក10គត់បាទអាចធ្វើការចាប់ផ្ទុយវិញបានបាទគឺ0.1បាទសម្រាប់តម្រុយក្បាលអូសបាទគឺក្បាល10បាទនិងក្បាល9បាទបងប្អូនយើងអាចរើសយកទៅចាក់បានបាទតាមម៉ោងតាមប៉ុស្តិ៍បាទដែលបងប្អូនយើងឆ្លាញ់ពេញចិត្តបានបាទយើងមានតាំងពីម៉ោង10កន្លះព្រឹកបាទ1កន្លះរសៀលបាទ2កន្លះរសៀល4កន្លះល្ងាចបាទ6កន្លះយប់បាទក៏ដូចជា7កន្លះយប់បាទនិង8កន្លះយប់ផងដែរបាទឆ្នោតយួនមានច្រើនម៉ោងមានច្រើនប៉ុស្តិ៍ហោហាយតែម្ដងបាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងឥឡូវយើងរៀបចំធ្វើការបង្វិលលេខធំវិញម្ដងបាទលេខធំកងទី1បាទសម្រាប់គ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទកងទី1គឺមានលេខ2បាទគឺលេខ2យើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទកងទី2ចាប់ផ្ដើមបង្វិលបាទកងទី2គឺលេខ1បាទគឺលេខ1ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី1បាទរបស់យើងគឺ5បាទឆ្លើយធំគ្រាប់ទី1បាទគឺ215បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី1បាទសម្រាប់លេខធំគ្រាប់ទី2បាទជាបន្តទៀតបាទកងទី1គឺមានលេខ1បាទគឺលេខ1យើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទចាប់ផ្ដើមបង្វិលកងទី2គឺមានលេខ2បាទគឺលេខ2ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី2បាទចាប់ផ្ដើមបង្វិលបាទកងចុងក្រោយគឺលេខ4បាទឆ្លើយធំគ្រាប់ទី2បាទ129បាទ129 215បាទបងប្អូនយើងកុំភ្លេចធ្វើការចាក់គុណផងបាទសម្រាប់តម្រុយឆ្នោតយួនរបស់តាកងវិលថ្ងៃទី24ក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងថ្ងៃទី23បាទយើងបានចូលពីលេខដែរបងប្អូនបាទគឺ74និង74ដូចគ្នាបាទម៉ោង6កន្លះនិងម៉ោង7កន្លះយប់បាទចប់គ្នាតែម្ដងបងប្អូនបាទក្រៅពីហ្នឹងបាទយើងបានចូលអូសផងដែរបាទសង្ឃឹមថាបងប្អូនយើងបាទនឹងបានចាក់ចូលបាទគ្រប់គ្នា
បាទពីខ្ញុំបាទក៏មានតែប៉ុណ្្នឹងមុននឹងគ្រប់ជំរាបលាបងប្អូនបាទជាចុងក្រោយសូមគ្រប់ជូនពរបងប្អូនយើងបាទសូមឲ្យទទួលទានរកស៊ីមានបានបាទសូមឲ្យមានសេចក្តីសុខសុភមង្គលបាទសុវត្ថិភាពក្នុងការធ្វើដំណើរបាទទៅទីជិតទីឆ្ងាយបាទជាពិសេសបាទបើសិនជាចាក់ចោតយួនសូមចាក់ចូលហេងៗគ្រប់គ្នាបាទពីតាកងវើសូមអរគុណសូមគោរពជំរាបលាបាទ